ក្នុងក្បួនហោរាសាស្ត្រនិងក្បួនហុងស៊ុយចិនទីស៊ុយភូកស៊ុយផូឬត្រូវបានគេស្គាល់ថាទីបំបែកឆ្នាំឬទីប្រឆាំងនឹងព្រះអាទិត្យគឺជាទីដៅដែលស្ថិតនៅចំទុយគ្នា180ដឺក្រេពីទិសរបស់អាទិទេពតៃស៊ុយថេស៊ុយប្រចាំឆ្នាំខាងក្រោមនេះជាអត្ថន័យនិងព័ត៌មានលម្អិតនៃទីស៊ុយភូកសម្រាប់ឆ្នាំ2026ឆ្នាំមីកុកញ្ញា ម្ចាស់ទីស៊ុយភូកនិងអត្ថន័យក្នុងឆ្នាំ2026ឆ្នាំ2026ជាឆ្នាំមីសេះអាទិទេពតៃស៊ុយគង់នៅទិសខាងត្បូងទីស៊ុយភូកឆ្នាំ2026គឺទិសខាងជើងព្រោះជាទិសផ្ទុយចំ180ដឺក្រេពីទិសខាងត្បូងអត្ថន័យនិងផលប៉ះពាល់នៃទីស៊ុយភូកទីស៊ុយភូកគឺជាទីដៅនៃថាមពលបាក់បែកនិងការប្រែប្រួលខ្លាំងប្រសិនបើយើងទៅរំខានឬធ្វើឲ្យប៉ះពាល់ដល់ទីដៅនេះវាអាចនាំមកនូវការបាត់បង់ទ្រព្យសម្បត្តិការខាតបង់ប្រាក់កាសឬជួបឧបសគ្គក្នុងមុខជំនួញបញ្ហាសុខភាពងាយរងគ្រោះថ្នាក់ឬធ្លាក់ខ្លួនឈឺជាពិសេសចំពោះមនុស្សចាស់ឬអ្នកដែលមានឆ្នាំឆុងឆ្នាំជូតជម្លោះនិងការបែកបាក់អាចមានរឿងរកាំរកូសក្នុងគ្រួសារឬមានបញ្ហាជាមួយអ្នកដទៃដោយគ្មានមូលហេតុគំនូរបង្ហាញទីដៅហុងស៊ុយឆ្នាំ2026ទោះបីជាខ្ញុំមិនអាចទាញយករូបភាពក្រាហ្វិកពិតពីក្រៅមកបង្ហាញផ្ទាល់បានប៉ុន្តែខ្ញុំបានរៀបចំជាឌីយ៉ាក្រាមទីដៅ Compass Map យ៉ាងច្បាស់លាស់ខាងក្រោមនេះដើម្បីឲ្យអ្នកងាយស្រួលមើលនិងយល់ពីទីតាំងចំណាំនៅក្នុងផ្ទះឬការិយាល័យរបស់អ្នកសូមប្រើប្រាស់ត្រីវិស័យដើម្បីវាស់វែងរួចស្វែងរកតំបន់ខាងជើងនៃផ្ទះព្រោះនោះជាចំណុចដែលត្រូវប្រុងប្រយ័ត្នបំផុតក្នុងឆ្នាំនេះដំណំនិងវិធីកែប្រែឆុងសម្រាប់ទីស៊ុយភូកដើម្បីជៀសវាងការឆុងឬការប៉ះពាល់ដល់ថាមពលមិនល្អពីទិសខាងជើងក្នុងឆ្នាំ2026នេះអ្នកគួរអនុវត្តតាមការណែនាំដូចខាងក្រោមហាមវាយកំទេចឬជួសជុលដាច់ខាតកុំធ្វើការសាងសង់វាយជញ្ជាំងជីកដីឬខួងជញ្ជាំងនៅតំបន់ទិសខាងជើងនៃផ្ទះលុះត្រាតែបានរើថ្ងៃជ័យនិងវេលាច្បាស់លាស់រក្សាភាពស្ងប់ស្ងាត់ជៀសវាងការបើកទូរទស្សន៍ធុងបាសឬបង្កើតសំឡេងខ្លាំងនៅទិសខាងជើងវត្ថុសេរីសួស្តីសម្រាប់ដាក់ការពារអ្នកអាចដាក់សត្វភីស៊ីវភ័យយោភេឈីវឬតោចិនមួយគូបែរមុខទៅរកទិសខាងជើងដើម្បីជួយស្រូបយកថាមពលអាក្រក់និងការពារផ្ទះសម្បែងសូមអរគុណ